แบบร้อนๆเดียวบัตรแฟงชั่นเติมมาไปไอ้เราเดียว cáiឥឡូវយើងមកនៅកំពូលភ្នំក្នុងសំពៅហើយម្សិលមិញយើងចំណាយពេលមួយថ្ងៃពេញចេញតាំងពីភ្នំពេញរហូតមកដល់ក្នុងសំពៅនេះគឺជួបជាមួយស្ថានភាពផ្លូវគ្រប់បែបគ្រប់យ៉ាងតាំងពីស្ថានភាពផ្លូវទៅលើខ្នល់កស៊ូតាំងពីស្ថានភាពផ្លូវដីក្រហមហើយស្ថានភាពផ្លូវទៀតបងថប់ឡើងចំណោតចុះចំណោតមើលតាឡានទៅដឹងគេហ៎មើលតាឡានទៅមើលផ្លាកលេខឃើញហើយអញ្ចឹងចំពោះស្ថានភាពផ្លូវយើងជិះមកនេះគឺមានគ្រប់បែបគ្រប់យ៉ាងហ្មងហើយយើងចំណាយពេលពីភ្នំពេញម្ដងនេះចេញពីប្រហែលជាម៉ោង7ព្រឹកមកដល់ទីនេះគឺម៉ោង4កន្លះល្ងាចហើយស្ថានភាពផ្លូវដូចតែទាំងអស់គ្នាបានឃើញក្នុង highlight ក្នុងវីដេអូនេះអញ្ចឹងគឺថាមានគ្រប់បែបគ្រប់យ៉ាងហើយពិតជាអស្ចារ្យមែនទែនហើយយើងបានសាកល្បងជាមួយនឹងរថយន្ត Triton GS Extra Plus ឆ្នាំ2024ហើយជាមួយនឹង GS រថយន្តទាំងពីរនេះគឺមានរូបរាងដូចគ្នាប៉ុន្តែគ្រាន់ថាម៉ាស៊ីនក៏ដូចគ្នាដែរគ្រាន់តែវាខុសប្លែកគ្នានោះគឺGS Extra Plus វាមាន turbo ធំហើយចំណែក GS ធម្មតានេះគឺមាន turbo ទូចហើយចំនួន feature ខាងក្នុងតើបងឯងគិតថាទាំងពីរនេះខុសគ្នាខ្លះទៀតfeature ខាងក្នុងខុសគ្នាទាំងប្រព័ន្ធកាបិតាបាទ infotainment ក៏អី design ដូចគ្នាប៉ុន្តែកាបិតាវាខុសគ្នាមែនតើមកអាចជួយឲ្យបកស្រាយប្រាប់នឹងបានទេ Super Select 2ដូចគ្នាគ្រាន់តែរបស់ខ្ញុំវាលើសទៅមាន4វគ្គ 2H 4H 4HLC និង 4LLC នឹងមានមួយទៀតគឺប្រព័ន្ធទប់លំនឹងពេលចុះចំណោតទប់លបឿនយើងមិនឲ្យយើងទៅលឿនជ្រុលហួសខ្លាចយើងមានបញ្ហាឧបសគ្គតាមទៅចឹងគឺ GLS បងឯងដូចជាអត់មានទេ function ហ្នឹងfunction មួយនេះគឺសម្រាប់ GLS គឺអត់មានទេវាតម្រូវឲ្យយើងពេលយើងបើកបរចំពោះយើងពេលខ្ញុំបើកណាខ្ញុំត្រូវយើងហៅថា driver input តិចយើងអាចខ្ញុំ play មួយចំនួនជាមួយនឹងចូលទៅ low rank ដើម្បីយើងមានជា engine brake ក៏ប៉ុន្តែដោយសារតែប្រព័ន្ធទាំងរបស់ GS មួយនេះគឺវាដំណើរការបានល្អអញ្ចឹងហើយជាមួយនឹង engine brake ជាមួយនឹងការជន់ប្រាំងយ៉ាងនេះជាមួយ driver ខ្ញុំគិតថាវាទៅអាចចោះចំណោតដោយមានសុវត្ថិភាពហើយมันមានជាផលលំបាកបើទោះជាវាមិនមានគេហៅថា hill descent control ក៏ដោយអញ្ចឹងណាតែមួយទៀតដែលខ្ញុំគេឃើញឡានមួយថ្ងៃមានប្រព័ន្ធមួយដែលវាគេហៅថាតែខ្ញុំគិតថាវាល្អដែរគឺ active yaw control ដែលមួយថ្ងៃបានរៀបរាប់អញ្ចឹងណាហើយមួយថ្ងៃអាចជួយរៀបរាប់ពីចំណារអារម្មណ៍មួយថ្ងៃជាមួយនឹង active yaw control ពេលមួយថ្ងៃបត់ផ្លូវកោងជាពិសេសផ្លូវកោងហើយផ្លូវគ្រួសទៀតពេញមកផ្លូវកស៊ូយើងដឹង active yaw control យើងបាននិយាយខ្លះហើយគឺវាជួយយើងទប់លំនឹងពេលផ្លូវកោងបានច្រើនល្អតែនៅពេលមកសាក់មកដល់ផ្លូវគ្រួសក្រហមដែលយើងបានជិះកាត់ពីម្សិលហ្នឹងគឺក៏វានៅជួយទប់លំនឹងយើងបានល្អដែរអត់មានការចាប់ហ្វ្រាំងអុកឬក៏ទាញចកោតយើងឲ្យវារេពេញផ្លូវអីអត់ទេគឺថាផ្លូវកោង smooth ល្អតែប៉ុណ្្នឹង active yaw control អញ្ចឹងមិនថាផ្លូវកស៊ូឬក៏ផ្លូវគ្រួសឬក៏ផ្លូវ off road active yaw control ជួយបានច្រើនបន្ថែមពីលើប្រព័ន្ធសុវត្ថិភាពដែលមានស្រាប់នោះហើយអ្វីដែលជាទូទៅអ្នកដែលគាត់ប្រើ pick-up ដែលគាត់បារម្ភច្រើនហ្នឹងចំពោះឡានរបស់គាត់ដែលមិនទាន់កែច្នៃឡាន stock ដូចយើងយកមកនេះជាទូទៅគាត់បារម្ភថាយើងជិះផ្លូវពិបាកអញ្ចឹងមានឡើងចំណោតមានចុះចំណោតមានឡើងថ្មឡើងអីអញ្ចឹងចុះពុកអញ្ចឹងវាអាចប៉ះពាល់ជាមួយជើងក្រោមឥឡូវបើយើងជិះមកនេះសំណួរខ្ញុំចង់សួរបងឯងថាឥឡូវដឹងជើងក្រោមមានលឺសលេងអីប្លែកៗអីអត់មានទេបាទគឺស្ងាត់ធម្មតាតែម្ដងមកដល់ឥឡូវបាទព្រោះយើងជិះផ្លូវក៏មានផ្លូវក្បាលថ្មផ្លូវកលុកធំផ្លូវខ្សាច់ផ្លូវផុកវាគ្រប់ตั้งតែគ្រប់ស្ថានភាពប៉ុន្តែមកដល់លើនេះគឺជើងក្រោមមានបញ្ហាទាំងអស់នៅធម្មតាទាំងអស់បាទអញ្ចឹងយើងអាចទុកចិត្តបានពីប្រព័ន្ធជើងក្រោមរបស់ Triton សេរីថ្មីនេះបាទបងឯងដឹងចឹងបងឯងក៏ធ្លាប់មាន Triton ជំនាន់ទី5ហើយខ្ញុំក៏កំពុងតែប្រើ Triton ជំនាន់ទី5បងឯងអាចនិយាយប្រៀបធៀបខ្លះរវាងជំនាន់ទី5និងជំនាន់ទី6នេះបានទេបងពាក់ព័ន្ធជាមួយនឹងជើងក្រោមពាក់ព័ន្ធជាមួយជើងក្រោមTriton ជំនាន់ទី6នេះឃើញថាធ្វើការបានល្អជាងមុនឆ្ងាយកាត់បន្ថយការរលាកកាត់បន្ថយផ្លូវអ្នកអង្គុយក្នុងឡានអត់មានថាផ្លូវក្លុកសមុកមន់ឬក៏ក្បាលថ្មអីយើងមានអារម្មណ៍ថាបោកនឹងណាប៉ុន្តែ
សេរីនេះគឺអត់មានអញ្ចឹងទៀតទេគឺបញ្ហាហ្នឹងគឺគេត្រូវបានគេសិក្សាឲ្យគេកាត់បន្ថយបញ្ហាហ្នឹងបានច្រើន បាទចាំមូលហេតុអីបានវាអញ្ចឹងបងអាចជួយនិយាយមកបានជាក់ស្ដែងយ៉ាងនេះខ្ញុំតាមខ្ញុំមើលឃើញនៅផ្នែកគឺជាទាគឺគេកែប្រែទៅលើជាទាគេមានការដកស្លឹកជាទាចេញខ្លះហើយបូមគេបរិចធំជាងមុនអញ្ចឹងថាពេលដែលយើងដឹកធ្ងន់ក៏វានៅអាចរក្សាលំនឹងយើងបានល្អដដែលព្រោះថាបូមធំជាងមុនប៉ុន្តែគេដកជាទាចេញមែនប៉ុន្តែបូមវាធំជាងមុនហើយអញ្ចឹងទប់លំនឹងនិងការដឹកអីគឺវាធ្វើការបានដូចចរិតសេរីមុនដដែលគាត់ថាពេលយើងជិះពេលឡានស្រាលវាអត់មានសភាពបោកលោកកលៈអាលៈខ្លាំងដូចសេរីមុននេះអញ្ចឹងគឺគេអាប់ក្រេតមកក្រោយនេះគឺល្អច្រើនបាទអញ្ចឹងវាចំពោះខ្ញុំដែរចំពោះ GS ក៏មិនខុសពីបងឯងដែរចង់និយាយថាចំពោះជើងកងវាដូចគ្នាវាអត់ខុសគ្នាទេអ្វីដែលខុសគ្នាវាអាចខុស feature ហើយចំនួនទំហំ turbo របស់ GS វាទូជាងក៏ប៉ុន្តែបើនិយាយអំពីសមត្ថភាពវានៅតែអាចបន្តទីនេះនៅលើភ្នំខ្នងសំពៅដែលដូចយើងបានរៀបរាប់ពីលើអញ្ចឹងគឺថាស្ថានភាពផ្លូវក៏បែកគ្រប់យ៉ាងវានៅតែអាចមកបានហើយខ្ញុំចាំបាននៅពេលយើងមកនេះយើងសាកប្រព័ន្ធ traction control ដែលយើងប្រើជាគណៈ PH សិនយើងឆ្លងកាត់ផ្លូវផុកដល់វែងមួយវាយជាចម្ងាយវាយជាខ្ទង់ជិត200ម៉ែត្រខ្ញុំចាំបានណាហើយយើង challenge គ្នាថាពីណាគេអាចទៅបានឆ្ងាយជាងដើម្បីឲ្យមិនបានកាច់កាពីតាហើយខ្ញុំចង់សួរបងឯង traction control ឡើងបងឯងមិនដឹង traction control នៅពេលដែលយើងជិះផ្លូវផុកគួរល្អអញ្ចឹងវាជួយទប់លំនឹងឡានយើងមែនប៉ុន្តែករណីដែលយើងអត់ប្រើកាពីតាវាអាចរុញឡានយើងទៅមុខបានឆ្ងាយបាទដោយសារតាឡានយើងអត់មានដឹកអីវាស្រាលទៅទុយក្រោយទង្ងន់វាសង្កត់នៅលើក្បាលវាវិលតែកង់ក្រោយអញ្ចឹងវាអាចជួយឡានយើងរុញទៅបានឆ្ងាយបើសិនជាយើងអត់បានបិទ traction control ហ្នឹងប៉ុន្តែករណីដែលយើងបិទ traction control អាចទៅបានគ្រាន់តែវាចំណាយពេលបន្តិចបាទប៉ុន្តែខ្ញុំប្រើ mode 4HLC បាទហើយយើងយក drive mode ទៅជាម៉ាត់បាទ smooth ល្អណាស់អត់មានបញ្ហាថាយើងល្អកង់កវីកវត្តពេញផ្លូវអត់ទេបាទអញ្ចឹងប្រព័ន្ធ Super Select ចុងក្រោយនេះពាក់ព័ន្ធមួយ drive mode របស់ GLS Extra Plus នេះវាមាន drive mode ច្រើនហើយយើងប្រើប្រាស់តាមស្ថានភាពផ្លូវអញ្ចឹងវាជួយយើងបានច្រើនមែនតើក្នុងការបើកបរអត់ធ្វើឲ្យយើងហត់ពិបាកជាងមុនគឺមានន័យថាយើងស្រួលបើកបរជាងមុនយើងគ្រាន់តែ select តាមផ្លូវដែលយើងជិះហ្នឹងទៅគឺវា automatic វា set ឲ្យយើងទាំងអស់យើងជិះធម្មតាបាទនេះហើយគឺជាអ្វីដែល GA Extra Plus មានច្រើនជាង GA ធម្មតាដោយសារពួកគាត់មាន Super Select មាន Center Differential ដែលយើងអាច unlock បានហើយទៅពី GS វាអត់មានទេហើយក៏វាអត់មាន drive mode ដែរនេះគឺជាប្រព័ន្ធមួយដែលខ្ញុំគិតថាបើសិនមក GS មានអានឹងដែរវាល្អប៉ុន្តែដូចនិយាយចឹងឡានទាំងពីរនេះមានសមត្ថភាពដូចគ្នាហើយចំពោះតម្លៃវិញក៏វាខុសគ្នាដែរគាត់ថាដោយសារតែ GS Star Plus វាមាន option ច្រើនប៉ុន្តែវាថ្លៃទៅតាមនឹងដែរអញ្ចឹងណាហើយចំពោះ GS វាធូរថ្លៃមានសមត្ថភាពដូចគ្នាគាត់ថាពេលយើងអបទៅយើងរៀន driver input តិចប៉ុន្តែចំពោះ traction control ដូចគ្នាទាំងអស់គាត់អត់មាន drive mode អញ្ចឹងណាព្រោះអ្វីដែលខ្ញុំសង្កេតឃើញពេលខ្ញុំ challenge ដែរអញ្ចឹងខ្ញុំដាក់ 2A ពេលយើងជិះទៅof course ប្រកបណាស់ខ្ញុំនិយាយថា 2A វាមិនអាចឆ្លងផុតផុកដល់វែងចម្ងាយ200ម៉ែត្របានទេប៉ុន្តែនៅពេលដែលយើងជាប់ពេលយើងកាត់ចូលនឹង 4H ដែលយើងប្រើជា transfer វា connect រវាងកង់មុខនិងកង់ក្រោយហើយ50បានថាវារើខ្លួនចេញរួចព្រោះយទូទៅអ្វីដែលខ្ញុំធ្លាប់សង្កេតឃើញនៅពេលខ្ញុំធ្លាប់ប្រើឡើងកាពីតាផ្សេងៗណាពេលខ្លះយើងជាប់ហើយគុំថាឡើយកាច់ចូលកាពីតាពេលខ្លះក៏រើខ្លួនអត់ជាប់អត់រួចតែដោយសារយើងចូលទៅជាប់ទៅក្នុងហ្នឹងហើយវាខៃអស់ហើយអញ្ចឹងណាតែឡានមួយនេះគឺ traction control ទៅពេលដែលយើងកាច់ចូល 4H វិញវានឹងចាប់ផ្ដើមធ្វើ traction control របស់វា upgrade traction control វានៅកង់មុខហ្នឹងវាជួយច្រើនអញ្ចឹងខ្ញុំចង់និយាយថាបើទោះជាវាមិនមានជា drive mode ដូចមួយថ្ងៃនិយាយមានម៉ាត់មានអីអញ្ចឹងប៉ុន្តែ traction control ដែលជាប់មកជាមួយឡានតំណហ្នឹងគឺវាមានសមត្ថភាពគ្រប់គ្រាន់ហើយអញ្ចឹងណាចឹងណានទាំងពីរនេះខ្ញុំអាចនិយាយថាមួយថ្ងៃអាចទៅស្រួលជាងអញ្ចឹងហើយខ្ញុំរៀងប្រើ driver input តិចប៉ុន្តែនៅតែអាចទៅរួចបាទនេះគឺជាខ្ញុំគាត់ថាជាចំណារអារម្មណ៍ដែលយើងមានចំពោះឡានមួយនេះហើយយើងនៅសល់ចលែងមួយទៀតគឺតើមើលទៅដល់ក្រោមទៅដល់ពេញវិញយើងនឹង refill បើសុទ្ធរបស់យើងតើពីណាគេនឹងប្រូក្រាមសុទ្ធតិចទៀតហើយដល់ពេលនោះយើងនឹងដឹងហើយតើឡានទាំងពីរនេះមួយពេញស្ថានភាពផ្លូវគ្រប់បែបគ្រប់យ៉ាងតាំងពីកស៊ូតាំងពីផ្លូវគ្រួសតាំងពីផ្លូវភ្នំឡើងភ្នំជាប់ភ្នំផ្លូវផុកគ្រប់បែបគ្រប់យ៉ាងតើការ consume ជាមួយនឹងម៉ាស៊ូតរបស់វាអាចធំរួចអត់មក stand
tank របស់វាហ្នឹងអាចគ្រប់គ្រងរួចអត់ចំពោះគ្រប់ស្ថានភាពផ្លូវពីព្រោះយើងចង់ដឹងយើងមិនមែនតែតេស្តតែវារឿងថាលើផ្លូវកស៊ូស៊ីបានទេយើងចង់ដឹងគ្រប់បែបគ្រប់យ៉ាងថាវាទៅរួចអត់អញ្ចឹងណាអានេះហើយគឺជាអ្វីដែលខ្ញុំគាត់ថាចំពោះឡានដែលជាប្រភេទកាពីតាអ្នកប្រើប្រាស់គាត់ចង់ដឹងគាត់មិនមែនចង់ដឹងលើផ្លូវកស៊ូទេអូខេអរគុណច្រើន Drive your ambition. Mitsubishi Motors.